សួស្តីថ្ងៃនេះមានសាច់រឿងថ្មីមួយទៀតពាក់ព័ន្ធនឹងរឿងផ្លូវកោងនៅខាងមុខវត្តជាសាច់រឿងមួយដែលកើតឡើងនៅវត្តនៅតាមផ្លូវទៅផ្ទះខ្ញុំហើយជាសាច់រឿងហ្នឹងគឺមានអ្នកស្លាប់រហូតដល់3នាក់ដែលគាត់ជាកូនសិស្សសាលាហើយដែលសិស្សសាលាទាំង3នាក់ហ្នឹងគាត់ជាមិត្តរួមថ្នាក់ដែលរៀនជាមួយនឹងបងស្រីខ្ញុំហើយចង់ដឹងរឿងរ៉ាវហេតុការណ៍បែបកើតឡើងបែបណាយើងទៅស្ដាប់ទាំងអស់គ្នានៅតាមផ្លូវទៅសាលាហើយនៅតាមផ្លូវទៅផ្ទះខ្ញុំហ្នឹងនៅត្រង់ចំណុចមុខវត្តហ្នឹងគឺមានផ្លូវកោងហើយនៅផ្លូវហ្នឹងនៅកន្លែងផ្លូវកោងហ្នឹងគឺមានវត្តមួយហើយហ្នឹងមានដើមឈើធំមួយដើមពោធិ៍និយាយចំទៅគឺដើមពោធិ៍ធំមួយហើយយើងដឹងហើយដើមពោធិ៍គឺជាកន្លែងដែលច្រើនតែពួកអមនុស្សរស់នៅអញ្ចឹងណាជាតាមជំនឿហើយក៏មិនលើកទឹកចិត្តឲ្យបងប្អូនជឿប៉ុន្តែជាជំនឿរៀងៗខ្លួនហើយអញ្ចឹងជារឿយកន្លែងហ្នឹងតែងតែមានគ្រោះថ្នាក់ចរាចរណ៍ច្រើនចាស់គាត់និយាយថាជើងកបជើងអីចឹងណាតែគាត់ថាអ្នកខ្លះក៏របួសទៅអ្នកខ្លះក៏គ្រោះថ្នាក់ស្រាលគ្រោះថ្នាក់ធ្ងន់នៅតាមហ្នឹងទៅប៉ុន្តែដល់ឡែកសិស្សសាលា3នាក់ហ្នឹងគាត់គ្រោះថ្នាក់ធ្ងន់រហូតដល់បាត់បង់ជីវិតករណីគាត់ហ្នឹងគឺអញ្ចឹងមានកម្មវិធីបុណ្យវត្តយើងច្រើននឹងកម្មវិធីបុណ្យដូចបញ្ចុះសេមាដូចអីអញ្ចឹងហើយអញ្ចឹងក៏មានមនុស្សមកលេងច្រើនហើយក៏មិត្តរួមថ្នាក់បងស្រីខ្ញុំ3នាក់ហ្នឹងប្រុសទាំង3ហ្នឹងគាត់មកលេងនៅវត្តហ្នឹងដូចគ្នាប៉ុន្តែនៅពេលដែលមកលេងនៅវត្តហ្នឹងគាត់មានម្នាក់គាត់និយាយផ្ដេសផ្ដាសគាត់ថាកម្មវិធីបុណ្យប៉ុណ្ណាណីអត់សូវមានអីសប្បាយផងគាត់ថាចាញ់បុណ្យសពផងបុណ្យសពគាត់តែមានគេចូលរួមជាលុយអានេះយើងទៅចូលតាមណាគាត់និយាយចំពោះគាត់គាត់និយាយចំពោះគាត់ខ្លួនឯងតែពេលទៅក៏មិត្តរួមថ្នាក់ទាំងអស់គ្នានាំគ្នាស្ដីអត់ថាចេះមិននិយាយឈួតចឹងមិននិយាយផ្ដេសផ្ដាសចឹងនៅក្នុងវត្តក៏និយាយអញ្ចឹងអូខេក៏ចប់កម្មវិធីបុណ្យទៅក៏នាំគ្នាត្រឡប់ទៅសាលារៀនត្រឡប់ទៅអីវិញទៅហើយចៃដន្យនៅសាលារៀនមានហេតុការណ៍មួយដូចគ្នានៅសាលារៀនហ្នឹងក៏មានហេតុការណ៍មួយបុគ្គលិកផសាលាគាត់មិនមែនជាគ្រូបរិញ្ញាទេគាត់គ្រាន់ជាអ្នកមើលថែចាក់សោបើកបន្ទប់រៀងថ្នាក់រៀនមួយហ្នឹងគាត់ទៅសម្លាប់ខ្លួនហើយក៏មានសិស្សដើររែងគៀសលុយសម្រាប់ចូលរួមបុណ្យសពហើយដល់ពេលនៅថ្នាក់បងស្រីខ្ញុំហ្នឹងអ្នកដែលទៅលេងវត្តមុនហ្នឹងគាត់និយាយថាបើគាត់ស្លាប់មានគេរែងគៀសចូលបុណ្យគាត់អញ្ចឹងអត់ណោះអញ្ចឹងអាចថាសាច់រឿងចាប់ផ្ដើមតគ្នាទី1គាត់ទៅលេងនៅវត្តគាត់និយាយអីផ្ដេសផ្ដាសពាក់ព័ន្ធនឹងរឿងលុយចូលបុណ្យហ្នឹងដល់ពេលគាត់ត្រឡប់មកដល់សាលាវិញគាត់និយាយដដែលពាក់ព័ន្ធទៅនឹងរឿងលុយចូលបុណ្យហើយគាត់ថាបើសិនគាត់ស្លាប់មានគេចូលបុណ្យគាត់ចឹងអត់សិស្សសាលាហ្នឹងហើយចៃដន្យអីទៅពេលចេញពីសាលារៀនវិញគាត់3នាក់ហ្នឹងមកនេះជិះទៅផ្ទះហើយឮអ្នកដែលនៅគៀកនឹងវត្តនឹងកន្លែងផ្លូវកោងគាត់ប្រាប់ថា3នាក់ហ្នឹងបើកលឿនដូចហោះដូចថាមានគេនាំមានគេដែលបញ្ជាឲ្យបើកឲ្យលឿនអញ្ចឹងរហូតទៅបុកមួយគល់ឈើដែលនៅផ្លូវកោងហ្នឹងមកវត្តហ្នឹងរហូតដល់គ្រោះថ្នាក់បាត់បង់ជីវិតស្លាប់ទាំង3នាក់ហើយក៏ចាស់គាត់និយាយថានៅនឹងអ្នកដែលប្រមាថច្រើនតែកើតគ្រោះថ្នាក់ជាពិសេសអ្នកដែលមាត់និយាយអីផ្ដេសផ្ដាសហ្នឹងហើយមួយទៀតគឺកន្លែងដែលកោងហ្នឹងតែងតែមានគ្រោះថ្នាក់ធម្មតាផ្លូវកោងវាមានគ្រោះថ្នាក់ស្រាប់ហើយបើតាមច្បាប់ចរាចរណ៍យើងត្រូវតែបន្ថយល្បឿនត្រូវប្រុងប្រយ័ត្នប៉ុន្តែគាត់3នាក់ហ្នឹងគាត់បន្ថែមល្បឿនហើយអាហ្នឹងគិតផ្លូវធម្មតាតែបើគេគិតផ្លូវអ្នកដែលមានជំនឿគាត់ថាកន្លែងហ្នឹងជាកន្លែងដែលមានជើងកបមានអ្នកគេស្លាប់ច្រើនហើយ3អ្នកហ្នឹងត្រូវទៅបន្តវេនយាមដើម្បីរងចាំអ្នកបន្តទៀតអញ្ចឹងមានន័យថាកន្លែងហ្នឹងមានអ្នកស្លាប់ហើយត្រូវតែមានអ្នកទៅជំនួសដើម្បីបដូរចាំនៅកន្លែងហ្នឹងហើយហេតុការណ៍ហ្នឹងក៏កើតឡើងអញ្ចឹងអ្នកភូមិអ្នកស្រុកអីទាំងលោកទាំងអីក៏ទៅមើលព្រឹត្តិការណ៍ហ្នឹងហើយក៏សូត្រមន្តសូត្រ
អីចម្លងអីឲ្យ3នាក់ដែលបានស្លាប់ហ្នឹងទៅហើយក្រោយមកក៏មានគ្រោះថ្នាក់ចរាចរណ៍ទៀតដែរប៉ុន្តែក៏នៅគ្រោះថ្នាក់ចរាចរណ៍ឬក៏ល្អិលដួលឬក៏បើកលបឿនល្មមដួលអីធម្មតាប៉ុន្តែអត់មានអ្នកបាត់បង់ជីវិតទេអញ្ចឹងបានថាសាច់រឿងហ្នឹងមានតែប៉ុណ្្នឹងឯងសរុបមកវិញចង់បញ្ជាក់ថាការបើកបរយើងត្រូវតែប្រុងប្រយ័ត្នហើយកន្លែងដែលយើងទៅឬក៏យើងទៅលេងទៅដល់ណាបើយើងល្អយើងត្រូវប្រយ័ត្នមាត់ប្រយ័ត្នកន្លែងខ្លះយើងមិនអាចទៅចេះតែនិយាយបានទេពីព្រោះអីអមនុស្សខ្លះគេប្រកែប្រកាន់ឬក៏វត្ថុស័ក្តិសិទ្ធិខ្លះគេប្រកែប្រកាន់ហ្នឹងបើសិនជាបងប្អូនជឿហើយបើសិនជាបងប្អូនមិនជឿទេក៏អាចជាស្រ័យទៅតាមការគិតការយល់ឃើញរបស់បងប្អូនទៅសាច់រឿងមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តវីដេអូហ្នឹងហើយចង់ស្ដាប់រឿងបន្ថែមទៀតជួយ like ជួយ share វីដេអូផងបាទសូមអរគុណច្រើន